ជីវិតរបស់វីរៈកងទ័ពគ្រប់រូបនិងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលបានបាត់បង់សាច់ញាតិឪពុកម្ដាយបងប្អូនខ្ញុំសូមបួងសួងវិញ្ញាណក្ខន្ធពួកគាត់ទៅកាន់សុគតិភពនិងសូមជូនពរវីរៈកងទ័ពកំពុងស្ថិតនៅជួរមុខឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញខ្ញុំពិតជារំភើបដែលខ្ញុំឃើញថាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈលំបាកខ្លាំងយ៉ាងណាបងប្អូនខ្មែរយើងនៅតែមានកម្លាំងសាមគ្គីជួយគ្នាទៅវិញទៅមកមិនថាថ្នាក់ដឹកនាំអ៊ីនហ្សឺណឺនិងប្រជាជនទាំងអស់រួបរวมគ្នាគ្រប់ស្រទាប់វណ្ណៈទោះជាបីប្រទេសយើងតូចតែបេះដូងយើងធំយើងឈរលើស្មារតីខ្មែរតែមួយដែលនេះជាមោទនភាពមួយដែលខ្ញុំបានកើតជាខ្មែរខ្ញុំសង្ឃឹមយ៉ាងមុតមមថាទោះបីជាថ្ងៃនេះឬថ្ងៃស្អែកលំបាកយ៉ាងណាក៏ដោយក្តីសូមឲ្យបងប្អូននៅតែរក្សាជំហរនេះជារៀងរហូតព្រោះប្រទេសជាតិត្រូវការពួកយើងទាំងអស់គ្នាជានិច្ចស្ថិតក្នុងឱកាសនេះសូមជម្រាបពុក